សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្វិលទំនិញត្រឡប់ចូលស្តុកវិញដើម្បីធ្វើការបង្វិលទំនិញត្រឡប់ចូលស្តុកវិញជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Module Order Management បន្ទាប់មកធ្វើការចូល Shipment លោកអ្នកអាចធ្វើការស្វែងរក Shipment ដែលត្រូវបង្វិលទំនិញចូលវិញតាមរយៈលេខកូដ Shipment រួចចុចនៅលើប៊ូតុង Search ធ្វើការចុចនៅលើសញ្ញាចុច3បញ្ឈររួចចុចនៅលើពាក្យ Return បន្ទាប់មកចុចនៅលើពាក្យ Yes បំពេញចំនួនទំនិញដែលត្រូវបង្វិលចូលស្តុកវិញធ្វើការបំពេញព័ត៌មានសម្គាល់នៅក្នុងប្រអប់ Note បន្ទាប់មកធ្វើការពិនិត្យឡើងវិញរួចចុចនៅលើប៊ូតុង Save ចុច Print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញចុច Preview ប្រសិនបើលោកអ្នកចង់ធ្វើការពិនិត្យមើលឡើងវិញម្ដងទៀតចុច Continue ដើម្បីធ្វើការបញ្ចប់លោកអ្នកអាចធ្វើការឆែក Shipment ដែលបានបង្វិលរួចដោយចូលទៅក្នុង Module Return Shipment វាលេខ Shipment ដែលបានបង្វិលរួចឬលេខកូដនៃការបង្វិលនៅក្នុងប្រអប់ Search រួចចុចប៊ូតុង Search ឬ Enter ហើយលោកអ្នកក៏អាចធ្វើការបោះពុម្ព Shipment ដែលបានបង្វិលរួចម្ដងទៀតនៅត្រង់ដូចគ្នា